បាទគ្រូជំរាបសួរពុកម៉ែបងប្អូនគុណភាពផលិតទឹកពិសាក៏ដូចជាអនាម័យស្តង់ដារនៅក្នុងការ workshop គឺជាកត្តាចម្បងដែលយើងបានគិតគូរនៅក្នុងសិប្បកម្មទឹកពិសាបរិសុទ្ធប្រព័ន្ធទី1គឺជាប្រព័ន្ធចម្រោះទឹកស្អាតដើម្បីធានាបានថាប្រភពទឹកគឺត្រូវបានសម្អាតឲ្យបានស្អាតមិនឲ្យមានកកមិនឲ្យមានក្លិនក៏ដូចជាដកនៅសារធាតុផ្សេងៗដែលមិនល្អបាទប្រព័ន្ធទី2គឺយើងប្រើប្រាស់តាក់ទងជាមួយនឹងប្រព័ន្ធបន្សុទ្ធទឹកកម្រិតខ្ពស់ AO system ដែលមានបំពាក់តាក់ទងជាមួយនឹង AO ក៏ដូចជាការសម្លាប់មេរោគ UV នៅក្នុងប្រព័ន្ធនេះផងដែរយើងមានការបំពាក់តាក់ទងជាមួយនឹងប្រព័ន្ធធុងចម្រោះដើម្បីធានាបានថាទឹកអត់មានកកអត់មានពណ៌ដកក្លិនបានល្អនៅក្នុងប្រភពទឹកអ្វីដែលកាន់តែពិសេសនោះគឺជាការដកជាតិរឹងនៅក្នុងទឹកដើម្បីធានាបានថាប្រភពទឹកដែលចេញមកគឺមានលក្ខណៈសុទ្ធហើយមានភាពស្រទន់មានរសជាតិឆ្ងាញ់នៅក្នុងសិប្បកម្មទឹកពិសារបស់យើងទាំងអស់នេះគឺជាអ្វីដែលយើងបានគិតគូរខ្លាំងតាក់ទងជាមួយនឹងប្រព័ន្ធម៉ាស៊ីនដែលផ្ដល់នូវគុណភាពបាទបន្តមកទៀតគឺយើងផ្ដោតសំខាន់ទៅលើការ workshop ស្តង់ដារនេះគឺជាទូសម្រាប់ធ្វើការ workshop ស្តង់ដាររបស់យើងទូទាំងអស់នេះគឺផ្ដល់នូវស្តង់ដារខ្ពស់អនាម័យក៏ដូចជាភាពរហ័សនៅក្នុងការ workshop ផងដែរបាទនេះជាអ្វីដែលយើងបានគិតគូរល្អិតល្អន់សម្រាប់ការរៀបចំសិប្បកម្មទឹកពិសាបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ក្នុងការរៀបចំបែបនេះអាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងបានបាទអរគុណច្រើន